អូខេនេះជាការបង្ហាញពាក់ព័ន្ធជាមួយនឹងការទទួលបាននៅ 2000G GB free មួយឆ្នាំជាងបងប្អូនណាប្រើបាន5ទៅ10ខែអញ្ចឹងបងប្អូនទទួលបានការ free ពី Google រាល់ការប្រើប្រាស់ AI របស់ Google ក៏ free ហើយនេះគឺចំនួន storage របស់ Google Drive ហ្នឹងអញ្ចឹងវាពិតជាសំខាន់មែនទែននៅពេលដែលយើងទទួលបាន 2000G ឬក៏2 TB នេះអញ្ចឹងរបៀបក្នុងការធ្វើគឺងាយទេបងប្អូនទាំងអស់គ្នាប៉ុន្តែវាទាមទារយើងប្រើនៅ VPN តែដាក់ IP នៅអាមេរិកអញ្ចឹងគឺខ្ញុំបានកំណត់នេះពីបងប្រុសម្នាក់ទេហើយគាត់បាន share ចែកម្លែកហើយខ្ញុំក៏ធ្វើទៅវាបានផលហើយខ្ញុំគិតថាបើសិនជាយកមកចែកម្លែកបន្តក៏ល្អដែរអូខេអញ្ចឹងនេះ 2000G អញ្ចឹងបានមួយឆ្នាំជាងបងប្អូនបាន5ដល់10ខែហើយបញ្ជាក់បងប្អូនដល់កាលណាដែលយើងធ្វើជាមួយ account ចាស់ឆ្នាំ account យូរពេលខ្លះទៅយើងធ្វើទៅវាអត់ឲ្យទេមានន័យថាយើងដាក់ទៅក៏វាអត់ available ដែរអូខេអញ្ចឹងបងប្អូនអាចមើលជាក់ស្ដែងបានខ្ញុំទទួលបានមួយឆ្នាំអញ្ចឹងវាrenew វិញនៅថ្ងៃទី22ខែ8ឆ្នាំ2026អញ្ចឹងឆ្នាំក្រោយអញ្ចឹងយើងប្រើបានមួយឆ្នាំដែរអញ្ចឹងអូខេល្អម្យ៉ាងដែរសម្រាប់យើងអាចប្រើមុខងារ AI Pro របស់ Gemini ឬក៏ AI មួយចំនួនរបស់ Google អូខេកុំឲ្យខាតពេកបងប្អូនត្រូវបង្កើត account Gmail ថ្មីណាសម្រាប់ខ្ញុំគឺខ្ញុំត្រូវបង្កើត Gmail ថ្មីទើបអាចប្រើប្រាស់បានអូខេអញ្ចឹងអានេះជាទាហានដំបូងសម្រាប់បងប្អូនដែលគាត់ចុចទៅវាអត់ available យើងទាមទារយើងប្រើនៅ Google ថ្មីឬក៏ Gmail ថ្មីអូខេយើង sign in មកអានេះខ្ញុំបង្កើតថ្មីហើយខ្ញុំបង្កើតនេះគឺអត់ប្រើនៅលេខទូរស័ព្ទទេបើសិនជាប្រើយើងបំពេញទៅបំពេញលេខទូរស័ព្ទក៏វាល្អដែរអូខេអញ្ចឹងកន្លែងនេះយើងត្រូវដាក់ email recover មួយមកដើម្បីឲ្យវា recover អញ្ចឹងណាយើងមាន email recover ក៏ស្រួលដែរនៅពេលដែលយើងមានបញ្ហាពាក់ព័ន្ធមួយ Gmail ហ្នឹងយើងអាចយក email recover ហ្នឹងយកមកប្រើបានអូខេយើងដាក់តែប៉ុណ្្នឹងទៅយើងខ្វែងសិនមកចេញអស់សិនអូខេយើងចូលទៅបើក VPN សម្រាប់ VPN គឺខ្ញុំប្រើ Fast VPN របស់ Namecheap យើងបង់តែប្រហែលដុល្លារទេសម្រាប់ខែដំបូងនឹងអត់ដល់$1ទេអញ្ចឹងវាតម្លៃគួរសមយើងអាចប្រើបានហើយវាក៏លឿនគួរសមដែរណា speed វាអាចថា10ទៅ20ដែរប៉ុណ្ណឹងតាមលឿនតាមយឺតហើយយើងបើក VPN យើងមកអញ្ចឹងខ្ញុំយកអញ្ចឹងបញ្ជាក់បងប្អូនត្រូវប្រើ IP នៅអាមេរិកបងប្អូនប្រើជាមួយនៅក្រុងខាងណាឬក៏រដ្ឋខាងណាក៏បានដែរណាឥឡូវយើងចូលទៅក្នុង Gmail របស់យើងមិញហ្នឹងទៅអូខេនេះ Gmail មិញហ្នឹងអញ្ចឹងខ្ញុំចុចត្រូវ check IP សិនណាយើង check IP សិនមកអូខេវាបាន99អូខេឥឡូវខ្ញុំដូរម៉ោងសិនដើម្បីឲ្យទទួលបាន100 IP ពេញអូខេយើងអូខេយើងយក IP ប៉ុណ្ណឹងមកអូខេយើង refresh មកឃើញទេបាន100អូខេយើងអត់ខ្វល់យើងចូលទៅបងប្អូនតែឆែកចេះវាយទៅ AI student អញ្ចឹង for student ក៏បានអត់អីទេយើងមិនក៏បានឲ្យតែវា load ទៅយើងចូលទៅកន្លែងនេះឲ្យវាចេញនៅក្នុង Google One ហើយវាដាក់ level up your learning with Google AI Pro for student អញ្ចឹងនៅក្នុងហ្នឹងគឺវាឲ្យយើង free ចំនួន15ខែអូខេឬក៏មួយឆ្នាំជាងអញ្ចឹងយើងចុចកន្លែងនេះ eligible student ហ្នឹងមកអូខេអញ្ចឹងវាដាក់ថានេះ get student offers មានន័យថា free ចំនួនមួយឆ្នាំជាងឃើញវាដាក់ថានេះ$0 through June ទី30ឆ្នាំ2026អូខេអញ្ចឹងវាល្អមែនតើយើងអាចប្រើបានមួយឆ្នាំជាងហើយយើងមាន storage ធំក្នុងការប្រើប្រាស់អញ្ចឹងបញ្ជាក់ Gmail របស់យើងត្រូវសំខាន់ដែរយើងប្រើលេខទូរស័ព្ទ recover ឬក៏ email recover ស្អាតទៅអញ្ចឹងយើង get offer student offers ហ្នឹងមកអូខេអញ្ចឹងយើងទទួលបានមួយឆ្នាំហើយអូខេអញ្ចឹងបញ្ជាក់ដែរបើសិនជាមាន Gmail ខ្លះគាត់មានន័យថាវាឲ្យយើងនេះបំពេញការពេញអីតែយើងពេញកាតបានហើយវាទាមទារនៅ email student យើងមានវិធីសាស្ត្រទៀតនេះខ្ញុំបង្ហាញខ្លីៗពាក់ព័ន្ធតែប៉ុណ្្នឹងទេងាយយល់សម្រាប់បងប្អូនអញ្ចឹង Gmail ខ្លះវាអាចនឹងឲ្យយើងធ្វើតាមរបៀបផ្សេងអញ្ចឹងរបៀបផ្សេងទៀតយើងនឹងធ្វើការបង្ហាញជូនបងប្អូន
ងាយហើយយើងក៏មាននៅ link website សម្រាប់យក email recover នៅ verify email student នឹងបានអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន